អ្វីដែលអាចផ្លាស់ប្ដូរជីវិតបានមិនមែនជាការសម្រេចចិត្តដ៏ធំមួយនោះទេប៉ុន្តែជារឿងតូចមួយដែលអ្នកអាចធ្វើវាជារៀងរាល់ថ្ងៃវាស្ដាប់ទៅដូចជាសាមញ្ញប៉ុន្តែមនុស្សភាគច្រើនអាចមើលរំលងហើយនោះហើយជាមូលហេតុដែលមនុស្សខ្លះរីកចម្រើនបន្តិចម្ដងខណៈដែលមនុស្សខ្លះទៀតនៅតែស្ថិតនៅកន្លែងដដែលថ្ងៃនេះយើងនឹងនិយាយអំពីគំនិតមួយនៅក្នុងសៀវភៅ Atomic Habits ដែលអាចផ្លាស់ប្ដូររបៀបដែលអ្នកមើលឃើញការរីកចម្រើនជារៀងរហូតសូមស្វាគមន៍មកកាន់គំនិតក្នុងសៀវភៅនៅថ្ងៃនេះបើអ្នកបានមើលអេពីសូតទី12យើងបាននិយាយថាមនុស្សជាច្រើនបានបោះបង់មិនមែនព្រោះពួកគេមិនព្យាយាមនោះទេប៉ុន្តែព្រោះពួកគេពឹងលើអារម្មណ៍ឬកម្លាំងចិត្តច្រើនពេកថ្ងៃនេះយើងបន្តមួយជំហានទៀតបើកម្លាំងចិត្តមិនគ្រប់គ្រាន់តើអ្វីទៅដែលអាចផ្លាស់ប្ដូរជីវិតយើងបានចម្លើយនោះគឺជាទម្លាប់ល្អតូចៗមនុស្សភាគច្រើនចង់ឃើញលទ្ធផលធំៗប៉ុន្តែពេលធ្វើរឿងតូចមួយហើយមិនឃើញលទ្ធផលភ្លាមៗពួកគេចាប់ផ្ដើមគិតថាវាគ្មានប្រយោជន៍នោះទេប៉ុន្តែតើវាពិតជាគ្មានប្រយោជន៍មែនទេនៅក្នុងសៀវភៅ Atomic Habits លោក James Clear បានប្រៀបធៀបថាការកែលម្អត្រឹម 1% រៀងរាល់ថ្ងៃអាចនាំលោកអ្នកទាំងអស់គ្នាទៅរកការផ្លាស់ប្ដូរដ៏ធំមួយវាមិនមែនជាវេទមន្តនោះទេតែវាជារបៀបដែលការរីកចម្រើនដំណើរការយើងមិនឃើញការផ្លាស់ប្ដូរនៅថ្ងៃដំបូងឬសប្តាហ៍ដំបូងប៉ុន្តែវាកំពុងកើតឡើងយើងសាកសម័យមើលថាបុគ្គលិកម្នាក់រៀន Excel 10នាទីជារៀងរាល់ថ្ងៃដំបូងគ្មាននរណាសរសើរគាត់ទេមួយខែក្រោយក៏មិនទាន់មានការផ្លាស់ប្ដូរច្រើនដែរប៉ុន្តែមួយឆ្នាំក្រោយគាត់អាចធ្វើការលឿនជាងមុនវិភាគទិន្នន័យបានល្អជាងមុនហើយឱកាសក្នុងការរីកចម្រើនក៏កើនឡើងមិនមែនដោយសារគាត់រៀនមួយថ្ងៃនោះទេប៉ុន្តែដោយសារគាត់រៀនជារៀងរាល់ថ្ងៃរហូតដល់គាត់ចេះការផ្លាស់ប្ដូរធំមិនចាប់ផ្ដើមពីសកម្មភាពធំនោះទេវាចាប់ផ្ដើមពីទម្លាប់ល្អតូចដែលអ្នកមិនបោះបង់ហេតុអ្វីយើងមើលរំលងទម្លាប់តូចខ្ញុំគិតថាមានមូលហេតុមួយដែលមនុស្សភាគច្រើនបោះបង់ទម្លាប់ល្អមិនមែនព្រោះពួកគាត់ខ្ជិលនោះទេប៉ុន្តែពួកគាត់មើលមិនឃើញលទ្ធផលភ្លាមពេលអ្នកអានសៀវភៅមួយថ្ងៃអ្នកមិនឆ្លាតឡើងភ្លាមនោះទេពេលអ្នកហាត់ប្រាណមួយថ្ងៃក៏អ្នកមិនអាចរឹងមាំឡើងភ្លាមនោះដែរពេលអ្នកសន្សំលុយមួយថ្ងៃអ្នកមិនคล้ายទៅជាអ្នកមានភ្លាមនោះដែរដូច្នេះមនុស្សជាច្រើនសន្និដ្ឋានថាវាគ្មានអ្វីផ្លាស់ប្ដូរទាល់តែសោះប៉ុន្តែលោក James Clear បាននិយាយថាលទ្ធផលនៃទម្លាប់ល្អជាញឹកញាប់មិនអាចមើលឃើញភ្លាមនោះទេយើងអាចស្រមៃមើលដូចជាការដាំដើមឈើមួយដើមថ្ងៃដំបូងយើងដូចជាមិនឃើញមានការលូតលាស់អ្វីទាល់តែសោះមួយសប្តាហ៍ក្រោយមកក៏មិនឃើញអ្វីច្រើនគួរឲ្យកត់សម្គាល់ផងដែរប៉ុន្តែនៅក្រោមដីឫសវាកំពុងលូតលាស់ជីវិតក៏ដូចគ្នាពេលយើងបន្តធ្វើទម្លាប់ល្អយើងប្រហែលជាមិនទាន់ឃើញការផ្លាស់ប្ដូរអ្វីនោះទេប៉ុន្តែយើងបានកំពុងបង្កើតមូលដ្ឋានរឹងមាំសម្រាប់អនាគតរបស់យើងរួចទៅហើយសូមស្រមៃមើលពីនិស្សិតសាកលវិទ្យាល័យម្នាក់គេអានសៀវភៅភាសាអង់គ្លេស10នាទីជារៀងរាល់ថ្ងៃមិត្តភ័ក្តិរបស់គេសើចហើយនិយាយថា10នាទីមានប្រយោជន៍អីទៅគេមិនឆ្លើយតបនោះទេគេគ្រាន់តែបន្តអានមួយខែក្រោយមកគេចាប់ផ្ដើមអានឯកសារការងារបានមួយឆ្នាំក្រោយមកគេហ៊ានដាក់ពាក្យចូលក្រុមហ៊ុនអន្តរជាតិអ្វីដែលផ្លាស់ប្ដូរជីវិតគេមិនមែនជាការអានតែមួយថ្ងៃនោះទេប៉ុន្តែជាការអានតិចជារៀងរាល់ថ្ងៃបញ្ហាមិនមែនការធ្វើទម្លាប់ល្អមិនមានប្រសិទ្ធភាពនោះទេប៉ុន្តែបញ្ហាគឺយើងបានបោះបង់មុនពេលវាបង្ហាញលទ្ធផលទៅវិញសូមកង្វល់តម្លៃទម្លាប់ល្អដោយលទ្ធផលថ្ងៃនេះចូលវាស់វាដោយមនុស្សដែលអ្នកកំពុងក្លាយទៅជាមកដល់ចំណុចនេះយើងដឹងហើយថាទម្លាប់ល្អតូចមានអំណាចហើយយើងក៏ដឹងដែរថាមូលហេតុដែលមនុស្សជាច្រើនបានបោះបង់គឺដោយសារពួកគេរំពឹងលទ្ធផលលឿនពេកប៉ុន្តែមានគំនិតមួយទៀតដែលខ្ញុំគិតថាជាបេះដូងរបស់សៀវភៅ Atomic Habits វាគឺជាអំណាចនៃការប្រមូលផ្ដុំលទ្ធផលតូចជាបន្តខ្ញុំចង់ឲ្យអ្នកស្រមៃអំពីមនុស្សពីរនាក់អ្នកទាំងពីរចាប់ផ្ដើមនៅថ្ងៃតែមួយមានការងារដូចគ្នាប្រាក់ខែប្រហាក់ប្រហែលគ្នាហើយមានសមត្ថភាពមិនខុសគ្នាច្រើនទេប៉ុន្តែមនុស្សទី1រៀនអ្វីថ្មី15នាទីជារៀងរាល់ថ្ងៃមនុស្សទី
និយាយថាពេលនេះរវល់ចាំពេលក្រោយមួយសប្តាហ៍ក្រោយអ្នកទាំងពីរមើលទៅមិនខុសគ្នាទេមួយខែក្រោយក៏មិនសូវខុសគ្នាច្រើនដែរប៉ុន្តែមួយឆ្នាំក្រោយជីវិតរបស់ពួកគេចាប់ផ្ដើមដើរផ្លូវខុសគ្នាលោក James Clear ហៅរឿងនេះថាជាការប្រមូលផ្ដុំនៃលទ្ធផលគាត់ពន្យល់ថាទម្លាប់ល្អតូចៗមិនបង្កើតលទ្ធផលធំភ្លាមៗនោះទេប៉ុន្តែវាប្រមូលផ្ដុំហើយបង្ហាញលទ្ធផលនៅពេលក្រោយយើងច្រើនគិតថាជីវិតផ្លាស់ប្ដូរដោយការសម្រេចចិត្តធំណាមួយប៉ុន្តែការពិតជីវិតតែងតែផ្លាស់ប្ដូរដោយសារការសម្រេចចិត្តតូចៗដែលកើតឡើងជារៀងរាល់ថ្ងៃមួយថ្ងៃមើលទៅគ្មានអ្វីផ្លាស់ប្ដូរប៉ុន្តែ365ថ្ងៃអាចផ្លាស់ប្ដូរមនុស្សម្នាក់បានសូមមើលអ្នកលក់អនឡាញម្នាក់ថ្ងៃនេះគាត់រៀនរបៀបសរសេរ caption ល្អជាងមុនថ្ងៃស្អែកគាត់រៀនថតវីដេអូបានល្អជាងមុនថ្ងៃបន្ទាប់គាត់រៀនឆ្លើយសារអតិថិជនបានល្អជាងមុនមានថ្ងៃណាធ្វើឲ្យគាត់ជោគជ័យភ្លាមៗនោះទេប៉ុន្តែមួយឆ្នាំក្រោយមកអាជីវកម្មរបស់គាត់មិនដូចថ្ងៃដំបូងទៀតទេមិនមែនដោយសារវគ្គបណ្ដុះបណ្ដាលតែមួយនោះទេប៉ុន្តែដោយសារការរៀនម្ដងបន្តិចម្ដងជារៀងរាល់ថ្ងៃរបស់គាត់មួយថ្ងៃអាចផ្លាស់ប្ដូរជីវិតអ្នកប៉ុន្តែមួយថ្ងៃបូកនឹងមួយថ្ងៃអាចផ្លាស់ប្ដូរទិសដៅនៃជីវិតអ្នកបានមកដល់ត្រង់នេះយើងដឹងហើយថាទម្លាប់ល្អតូចៗមានអំណាចហើយយើងក៏យល់ថាការកែលម្អតូចៗអាចប្រមូលផ្ដុំជាលទ្ធផលធំប៉ុន្តែនៅសល់សំណួរមួយទៀតបើខ្ញុំចង់ចាប់ផ្ដើមនៅថ្ងៃស្អែកតើខ្ញុំគួរចាប់ផ្ដើមពីចំណុចណាមកដល់ត្រង់នេះយើងដឹងហើយថាទម្លាប់ល្អតូចៗមានអំណាចហើយយើងក៏យល់ថាការកែលម្អតូចៗអាចប្រមូលផ្ដុំជាលទ្ធផលធំប៉ុន្តែនៅសល់សំណួរមួយទៀតតើខ្ញុំគួរចាប់ផ្ដើមពីចំណុចណាចាប់ផ្ដើមពីតូចប៉ុន្តែចាប់ផ្ដើមនៅថ្ងៃនេះមកដល់ត្រង់នេះអ្នកប្រហែលជាកំពុងគិតថាខ្ញុំយល់ហើយប៉ុន្តែតើខ្ញុំគួរចាប់ផ្ដើមពីណាខ្ញុំគិតថាចម្លើយមិនមែនចាប់ផ្ដើមធំនោះទេវាគឺជាការចាប់ផ្ដើមដែលអ្នកអាចធ្វើបាននៅថ្ងៃនេះនៅក្នុងសៀវភៅ Atomic Habits លោក James Clear បង្ហាញគំនិតមួយយ៉ាងសាមញ្ញកុំចាប់ផ្ដើមដោយទម្លាប់ធំចាប់ផ្ដើមដោយទម្លាប់ដែលអ្នកអាចធ្វើបានដោយងាយព្រោះអ្វីដែលងាយចាប់ផ្ដើមវានឹងងាយបន្តមនុស្សជាច្រើននិយាយថាចាប់ពីថ្ងៃស្អែកខ្ញុំនឹងអានសៀវភៅ1ម៉ោងប៉ុន្តែ1ម៉ោងអាចយូរពេកបើថ្ងៃនោះរវល់អ្នកនឹងមិនចាប់ផ្ដើមនោះទេផ្ទុយទៅវិញបើអ្នកនិយាយថាថ្ងៃនេះខ្ញុំអានតែមួយទំព័រឱកាសដែលអ្នកអាចធ្វើបានអាចខ្ពស់ហើយជាញឹកញាប់មួយទំព័រคล้ายទៅជា2ទំព័រ2ទំព័រក៏คล้ายទៅជា10ទំព័រការចាប់ផ្ដើមតូចជាញឹកញាប់នាំទៅរកលទ្ធផលធំសូមស្រមៃពីបុគ្គលិកម្នាក់ដែលចង់អភិវឌ្ឍជំនាញនិយាយភាសាអង់គ្លេសបើគាត់កំណត់គោលដៅថាខ្ញុំនឹងរៀន1ម៉ោងរៀងរាល់ថ្ងៃគាត់អាចបោះបង់ក្នុងរយៈពេលខ្លីប៉ុន្តែបើគាត់រៀនពាក្យថ្មី5ពាក្យក្នុងមួយថ្ងៃមួយឆ្នាំក្រោយគាត់បានរៀនជាង1800ពាក្យអ្វីដែលធ្វើឲ្យមានភាពខុសគ្នាមិនមែនការរៀន1ម៉ោងនោះទេគឺជាការរៀនដោយមិនឈប់កុំចាប់ផ្ដើមដោយអ្វីដែលធំបំផុតសូមចាប់ផ្ដើមដោយអ្វីដែលអ្នកអាចធ្វើបានជាប់លាប់បំផុតភាពតូចមិនមែនជាចំណុចខ្សោយរបស់ទម្លាប់ល្អនោះទេភាពតូចគឺជាចំណុចដែលធ្វើឲ្យវាអាចបន្តបានឥឡូវនេះយើងអាចដឹងហើយថាទម្លាប់តូចៗមានអំណាចយើងដឹងហើយថាការប្រមូលផ្ដុំតូចៗបង្កើតលទ្ធផលធំហើយយើងក៏ដឹងដែរថាការចាប់ផ្ដើមតូចប្រសើរជាងការរងចាំចាប់ផ្ដើមដ៏ល្អឥតខ្ចោះប៉ុន្តែមុននឹងយើងបញ្ចប់យើងចង់ទុកគំនិតមួយដែលខ្ញុំសង្ឃឹមថាអ្នកនឹងចងចាំបានយូរបំផុតការផ្លាស់ប្ដូរជីវិតមិនចាប់ផ្ដើមនៅថ្ងៃណាមួយនោះទេតែវាត្រូវចាប់ផ្ដើមនៅថ្ងៃនេះបើថ្ងៃនេះអ្នកភ្លេចអ្វីៗទាំងអស់ខ្ញុំសូមឲ្យអ្នកចាំតែរឿងមួយប៉ុណ្ណោះជីវិតមិនផ្លាស់ប្ដូរដោយសារការសម្រេចចិត្តធំមួយនោះទេជីវិតផ្លាស់ប្ដូរដោយសារទម្លាប់ល្អតូចៗដែលអ្នកជ្រើសរើសធ្វើវាជារៀងរាល់ថ្ងៃដូច្នេះខ្ញុំមាន challenge មួយតូចសម្រាប់លោកអ្នកបន្ទាប់ពីបិទវីដេអូនេះទៅសូមកុំសរសេរគោលដៅ10យ៉ាងកុំសន្យាថានឹងផ្លាស់ប្ដូរជីវិតទាំងមូលសូមជ្រើសរើសទម្លាប់ល្អតូចមួយដែលអ្នកអាចចាប់ផ្ដើមនៅថ្ងៃនេះបានវាអាចជាការអានមួយទំព័រឬជាការរៀនពាក្យថ្មីណាមួយឬជាការដើរ5នាទីរឿងសំខាន់មិនមែនអ្នកចាប់ផ្ដើមធំប៉ុណ្ណោះទេរឿងសំខាន់គឺអ្នកបន្តធ្វើវាទម្លាប់ល្អតូចៗមិនផ្លាស់ប្ដូរជីវិតអ្នកក្នុងមួយថ្ងៃនោះទេ
ប៉ុន្តែវាអាចផ្លាស់ប្ដូរទិសដៅជីវិតរបស់អ្នកនៅក្នុងអេពីសូតទី14យើងនឹងឆ្លើយសំណួរមួយទៀតបើទម្លាប់ល្អសំខាន់បែបនេះហេតុអ្វីមនុស្សជាច្រើនចាប់ផ្ដើមបានល្អតែមិនអាចបន្តបាននោះហើយជាប្រធានបទដែលយើងនឹងជួបគ្នានៅអេពីសូតបន្ទាប់បើអ្នកគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់អ្នកសូមចែករំលែកវាទៅកាន់មនុស្សម្នាក់ដែលអ្នកចង់ឃើញគេមានការផ្លាស់ប្ដូរនិងមានការរីកចម្រើនហើយខ្ញុំក៏ចង់ដឹងដែរថាតើទម្លាប់ល្អតូចណាមួយដែលអ្នកនឹងចាប់ផ្ដើមនៅថ្ងៃនេះសូមសរសេរនៅក្នុង comment ខ្ញុំនឹងរីករាយអានហើយនឹងឆ្លើយតបទៅកាន់អ្នកវិញសូមអរគុណសម្រាប់ការចំណាយពេលដ៏មានតម្លៃរបស់អ្នកតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ជាចុងក្រោយសូមអរគុណសម្រាប់ការស្ដាប់ podcast គំនិតក្នុងសៀវភៅរបស់យើងនៅថ្ងៃនេះបើគិតថា podcast នេះមានប្រយោជន៍សូមបងប្អូនកុំភ្លេចជួយ like share និង subscribe ដើម្បីស្ដាប់គំនិតល្អៗពីផ្សេងៗទៀតនៅក្នុងវីដេអូបន្តរងចាំស្ដាប់ពួកយើងនៅវគ្គក្រោយៗទៀតសូមរក្សាសុខភាពឲ្យបានល្អនិងបន្តការកសាងទម្លាប់ល្អរបស់បងប្អូនសូមអរគុណ